រឿងស្ដេចពីណូនិងអរិយទឹកកាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់ព្រះធរមាននៅឡើយព្រះអង្គតែងតែដឹកនាំភិក្ខុសង្ឃនិមន្តទៅកាន់ទីនានាដើម្បីប្រោសសត្វលោកដែលមានឧបនិស្ស័យល្អដល់ការត្រាស់ដឹងក្នុងសម័យមួយព្រះអង្គបាននាំភិក្ខុប្រមាណ500អង្គនិមន្តទៅកាន់ក្រុងកោសលគង់នៅក្នុងវត្តកេតកវ័នក្បែរស្រះបោខរណីមួយធំទើបព្រះអង្គទ្រង់ត្រាស់សម្ដែងនិទានជាដកអំពីមូលហេតុដែលដើមអំពើត្រែងប្រហោងក្នុងមនាលភិក្ខុទាំងឡាយតើអ្នកដឹងមូលហេតុដែលដើមអំពើត្រែងប្រហោងក្នុងទេបបិទ្ធព្រះអង្គដ៏ចម្រើនគឺពួកយើងខ្ញុំព្រះករុណាមិនដឹងទេសូមព្រះអង្គមេត្តាសម្ដែងឲ្យទានក្រាបទូលមនាលភិក្ខុទាំងឡាយចូលត្រង់ត្រាប់ដោយយកចិត្តទុកដាក់ចុះក្នុងការកន្លងទៅហើយព្រះពោធិសត្វបានកើតជាស្ដេចពីណូដែលមានបរិវារ 80000 ក្បាលស្ដេចពីណូដែលមានបញ្ញាតែងតែទូមានដល់បរិវាររបស់ខ្លួនជានិច្ចណែវ័យកូនយើងនាំគ្នាចូលមកណែយើងមានរឿងត្រូវណែនាំអូណែកូនយើងនាំគ្នាចូលមកណែស្ដេចពីណូមានរឿងត្រូវណែនាំពួកយើងបានមកជួបជុំហើយស្ដេចពីណូសូមចាប់ផ្ដើមចុះល្អណាស់អ្នកទាំងអស់គ្នាគឺថាយើងហៅមកនេះចង់ផ្ដាំផ្ញើខ្លះៗដើម្បីឲ្យចេះប្រយ័ត្នខ្លួនគឺថាគ្រប់ស្រះបោកខរណីតែងតែមានអរិយទឹកនៅចាំថែរក្សាជានិច្ចម្ល៉េះហើយបើនរណានៅកន្លែងណាដែលខ្លួនមិនស្គាល់ត្រូវមកសួរយើងជាមុនសិនគ្រាមួយស្ដេចពីណូបាននាំពួកបរិវាររបស់ខ្លួនទៅរកអាហារនៅក្នុងព្រៃមួយពួកបរិវារទាំងអស់ស្រេកទឹកជាខ្លាំងទើបចែកផ្លូវគ្នាដើររកប្រភពទឹកណែអ្នកទាំងឡាយពេលនេះយើងស្រេកទឹកជាខ្លាំងចូលអ្នកចែកផ្លូវគ្នាដើររកប្រភពទឹកចុះពេលយើងរកឃើញប្រភពទឹកហើយតើត្រូវធ្វើដូចម្តេចដែរពេលដែលអ្នករកឃើញប្រភពទឹកចូលបន្លឺសំឡេងឡើងឲ្យខ្លាំងមកហើយរងចាំនៅទីនោះសិនហើយពួកយើងនឹងទៅកាន់ទីនោះភ្លាមតោះពួកយើងចេញដំណើរស្វែងរកទឹករៀងៗខ្លួនតោះយើងលុះពេលជួបនឹងប្រភពទឹកហើយបរិវារនោះក៏បានបន្លឺសំឡេងយ៉ាងខ្លាំងជាសញ្ញារួចអង្គុយរងចាំនៅមាត់ស្រះនោះរហូតដល់អ្នកដទៃទៀតមកដល់ជុំគ្នាអ្នកទាំងឡាយឃើញទេនេះគឺជាស្នាមជើងចុះតែមិនមានស្នាមជើងឡើងមកវិញឡើយបាទឃើញតែមានន័យយ៉ាងម៉េចទៅស្ដេចពីណូគឺថាស្រះនេះមានអរិយទឹកនៅរក្សាបើនរណាចុះទៅដឹងតែត្រូវអរិយទឹកចាប់ស៊ីជាចំណេញមិនខានដូច្នេះពួកអ្នកកុំចុះឲ្យសោះចំណែកអរិយទឹកពេលមិនឃើញវងស្វាចុះមកក្នុងស្រះដូច្នោះក៏បង្ហាញខ្លួនចេញមកឲ្យឃើញភ្លាមណែស្ដេចពីណូហេតុអ្វីក៏មិននាំបរិវារចុះផឹកទឹកទៅពួកគេកំពុងតែស្រេកខ្លាំងណាស់ទេយើងមិនឲ្យបរិវាររបស់យើងចុះទៅធ្វើជាចំណីរបស់អ្នកឯងជាដាច់ខាតបើអញ្ចឹងយើងចាំមើលតើអ្នកនឹងធ្វើដូចម្ដេចទើបបានទឹកផឹកមិនអីទេយើងនឹងមានវិធីឲ្យពួកគេបានផឹកទឹកធម្មតាហើយអ្នកឯងមិនអាចធ្វើអ្វីយើងកើតទេរំពេចនោះស្ដេចពីណូក៏កាច់ដើមអំពៅត្រែងយកមកកាន់ក្នុងដៃរួចអធិដ្ឋានក្នុងចិត្តហើយក៏ផ្លុំចូលទៅក្នុងដើមអំពៅត្រែងនោះបន្ទាប់មកភាពអស្ចារ្យមួយក៏បានកើតឡើងអ្នកទាំងឡាយនេះគឺជាដើមអំពៅត្រែងបានคล้ายទៅជាមានប្រហោងហើយចូលយកម្នាក់មួយទៅបឺតទឹកផឹកចុះជ័យយោតែប៉ុណ្ណេះយើងបានទឹកផឹកហើយអរិយទឹកមិនអាចធ្វើអ្វីយើងកើតទេបរិវារពីណូទាំងឡាយនាំគ្នាបឺតទឹកផឹកបានយ៉ាងសប្បាយរីករាយចំណែកអរិយទឹកមិនអាចធ្វើអ្វីពួកគេកើតក៏បាត់ខ្លួនចូលទៅក្នុងទឹកវិញទៅការចេះប្រុងប្រយ័ត្នជាប្រចាំនឹងនាំយើងឲ្យរួចផុតពីគ្រោះអន្តរាយផងដែរក្នុងនាមជាអ្នកដឹកនាំត្រូវចេះប្រុងប្រយ័ត្ននិងគិតគូរដល់សុវត្ថិភាពអ្នកនៅក្រោមអាវ៉ាតទើបក្លាយជាអ្នកដឹកនាំកំពូល